Messi អស្ចារ្យខ្ញុំទទួលស្គាល់ខ្ញុំមិនមែនជា fan Messi ទេនិយាយត្រង់ខ្ញុំក៏ជាអ្នកគ្រប់គ្រង Ronaldo ដែរប៉ុន្តែមនុស្សត្រូវចេះបើកគំនិតបើកចិត្តបើកបេះដូងទទួលយកការពិត Messi គឺជា superstar បាល់ទាត់ដែលអស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់នៅពេលដែលខ្ញុំបានមើលឃើញពីទម្រង់លេខរបស់ Lionel Messi ទល់នឹងក្រុមបាល់ទាត់ជម្រើសជាតិអូទ្រីកាលពីជុំវិញខ្ញុំបានគិតថាតើ100ឆ្នាំទៅមុខទៀតយើងនឹងអាចមានកីឡាករបាល់ទាត់ពិភពលោកដែលមានសមត្ថភាពដូច Lionel Messi បង្ហាញខ្លួននៅលើទីលានដែរឬទេ Messi គឺជាកីឡាករដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់គឺគេធ្វើបានរឿងអស្ចារ្យបំផុតល្អគ្រប់ពេលវេលាដែលមិនអាចប្រកែកបានលើកលែងតែការប្រកួតរវាងបាយ័នមុនិចជាមួយនឹងបាល់សេឡូណាទេតែពួកគេបានចាញ់8-2ការប្រកួតនេះខ្ញុំឃើញថា Messi មិនអាចបង្ហាញទម្រង់លេខខ្លីប៉ុន្តែក្រៅពីនេះខ្ញុំអាចនិយាយថាតាំងពីខ្ញុំចេះមើលបាល់ Messi លេងមកគឺ Messi ល្អគ្រប់ពេលវេលាបង្ហាញខ្លួនពីប្រកួតនៅ World Cup ឆ្នាំ2026នេះពីប្រកួតសុទ្ធបាន5គ្រាប់លោកអើយអ្នកណាទៅជឿថា Messi អាចសុទ្ធបាន5គ្រាប់ hat-trick គ្រាប់បាក់ក្នុងការប្រកួតដំបូងបីតែ hat-trick ការប្រកួតការប្រជុំវិញទៀតជាមួយអូទ្រីសកុំតែពេលទីមិនចូលទេ Messi សុទ្ធ7គ្រាប់សុទ្ធ7ជើងបាទគឺចំគោលដៅ4ដងរកបាន2គ្រាប់ Messi មកលើកនេះកាចបន្តិចហើយចង់សុទ្ធចង់បំបែកកំណត់ត្រាដើម្បីក្លាយទៅជាកីឡាករដ៏អស្ចារ្យបំផុតរបស់ពិភពលោកឥឡូវនេះគាត់ធ្វើបានហើយគាត់បំបែកកំណត់ត្រារបស់ Miroslav Klose លើស Klose 2គ្រាប់ដល់ទៅ18គ្រាប់ហើយ Lionel Messi រដូវកាលនេះមិនខ្វល់ថាឈ្នះពានជាមួយអាសង់ទីនឬអត់ទេតែខ្ញុំហ៊ាននិយាយថា Messi គឺជាកីឡាករល្អបំផុតគ្រប់ពេលវេលាពេលខ្ញុំនិយាយចឹងតិចប្រៀបធៀបទៀតណាចុះ Ronaldo ជារឿងផ្សេងខ្ញុំនិយាយពី Messi សិនចាំវីដេអូក្រោយខ្ញុំនិយាយពី Ronaldo អញ្ចឹង Messi គឺជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតហើយខ្ញុំមិនរំពឹងទេថា100ឬ200ឆ្នាំទៅមុខទៀតអាចនឹងមានកីឡាករបាល់ទាត់ដែលធ្វើរឿងអស្ចារ្យដូច Messi នេះហើយគឺជាអ្វីជាអត្ថន័យនៃបាល់ទាត់ដែលបុរសវ័យចំណាស់រូបនេះបានបំបែកកំណត់ត្រាអស្ចារ្យហើយសំខាន់គាត់បង្ហាញភាពលេចធ្លោបាទភាពឆ្លៀវវៃភាពច្នៃប្រឌិតនិងភាពបត់បែនរួមទាំងទេពកោសល្យដ៏អស្ចារ្យបំផុតនៅលើទីលាននៅតែជាកីឡាករដ៏អស្ចារ្យរបស់ពិភពលោកដដែលមិនមានអ្វីច្រើនទេបងប្អូនរងចាំមើលតើ Messi អាចនឹងធ្វើរឿងប្លែកអស្ចារ្យយ៉ាងណាជាបន្តទៀតដែលគេបានជួយអាសង់ទីនឡើងទៅកាន់ការប្រកួតវគ្គបន្តដោយអូតូម៉ាទិកបាទហើយពីប្រកួតឈ្នះ6បន្ទុកពេញហើយ Messi សុទ្ធបានទាំង5គ្រាប់គឺ Messi សុទ្ធតែឯងអត់មានអាណាសុទ្ធទេសុទ្ធតែ Messi តែឯងបានហើយអញ្ចឹង Messi អស្ចារ្យខ្ញុំទទួលស្គាល់ខ្ញុំមិនមែនជា fan Messi ទេនិយាយត្រង់ខ្ញុំក៏ជាអ្នកគ្រប់គ្រង Ronaldo ដែរប៉ុន្តែមនុស្សត្រូវចេះបើកគំនិតបើកចិត្តបើកបេះដូងទទួលយកការពិត Messi គឺជា superstar បាល់ទាត់ដែលអស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អរគុណបងប្អូនកុំភ្លេច join channel Telegram អ្នកមួយដើម្បីទទួលបានព័ត៌មាននៃការចែករំលែកបាល់ទាត់ជារៀងរាល់ថ្ងៃនិងការផ្សាយបន្តផ្ទាល់ការប្រកួតព្រឹត្តិការណ៍បាល់ទាត់ World Cup ពិភពលោកដែលនឹងបន្តចែករំលែកបងប្អូនរៀងរាល់ថ្ងៃផងដែរបាទសូមអរគុណនិងសូមគោរពលា